សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយវីដេអូចាស់ៗខាងខ្ញុំធ្វើរូបកូនជ្រូកសំលុយនេះខ្ញុំកំពុងចាក់ម្សៅកូនជ្រូកក្លុកវាហើយចាក់វាស្ងួតទុកវាមួយស្ទុះឲ្យវាស្ងួតបកវាចេញមកវិញបកហើយយកទៅហាលពេលខ្ញុំហាលស្ងួតហើយខ្ញុំចាប់ផ្ដើមយកមករៀបពណ៌ចាអញ្ចឹងនេះកូនជ្រូកចាស់របស់ខ្ញុំធ្លាប់ធ្វើតែឥឡូវអត់មានលក់ទេដោយសារឈប់ធ្វើច្រើនឆ្នាំហើយចាំមើលថ្ងៃណាមានឱកាសមានពេលទៅណែចាំធ្វើរូបអី cute ទៀត清晨阳光透过纱窗，你揉着眼睛爬到身旁，小小手指戳戳我脸庞，说要给我说头发变长。